អញ្ចឹងយើងមុននឹងចាក់ gradient ទាំងអស់គ្នាយើងចូលទៅបង្កើតថ្មីណាអញ្ចឹងយើងដាក់ size ដាក់ទំហំអីឲ្យហើយមកប៉ុន្តែនៅក្នុងនេះខ្ញុំប្រើជា A4 ទៅដើម្បីខ្ញុំចែកម្លែកទៅពាក់ព័ន្ធជាមួយនឹងការចាក់ gradient ទេអញ្ចឹងទាំងអស់គ្នាចូលទៅមើល layer របស់យើងមានខាងនេះ background អូខេអញ្ចឹងយើងបង្កើតវាមួយទៀតមកយើងចង់ចាក់ gradient នៅក្នុង background ហ្នឹងក៏បានដែរប៉ុន្តែយើងចាក់នៅកន្លែងនេះវិញទៅអញ្ចឹងយើងអាចចាក់ gradient បានច្រើនយើងចង់ចាក់នៅកន្លែងនេះក៏បានឬក៏ចាក់នៅកន្លែងនេះក៏បានឬក៏យើងចង់ចូលទៅក្នុងនេះក៏បានដែរអញ្ចឹងយើងចូលទៅក្នុងកម្មវិធីមួយនេះដែលដំបូងយើងចាប់ទាញវាច្រើនណាចាប់ទាញធំអញ្ចឹងណាអូខេអញ្ចឹងដល់ពេលដែលយើងបានប៉ុណ្្នឹងហើយឃើញនេះវាមាន feel ហើយវាមាន stroke កន្លែងនេះយើងចង់ដាក់ stroke ជុំវិញក៏បានដែរអញ្ចឹងវាមាន stroke អញ្ចឹងឧទាហរណ៍ថាយើងចង់ដាក់ stroke ជុំវិញស៊ុំហ្នឹងអញ្ចឹងយើងទៅឡើងមកយើងទៅឡើង stroke ហ្នឹងកន្លែងនេះយើងចំណុចទាញឲ្យវារួមចូលថាចង់ឲ្យវារួមចូលកាន់តែមូលអញ្ចឹងណាហើយអញ្ចឹងទៅយើងទាញមកតែបើយើងអត់ចង់ទេយើងទាញចេញវិញហើយអានេះ stroke វាបងប្អូនឃើញ stroke ធំអត់អានេះ stroke ដែលខ្ញុំកន្លងកន្លែងនេះមិញណាអញ្ចឹងយើងអត់ចង់ដាក់ stroke ទេអញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅកន្លែង stroke ហ្នឹងតែមកយើងចុចសញ្ញានេះគឺយើងបិទ stroke ហ្នឹងចោលហើយតោះកុំឲ្យខាត់ពេលវេលាយើងចូលទៅអានេះយើងមាន gradient យើងស្រាប់ហើយយើងចូលទៅកន្លែងfill នេះមកតោះមកយើងយក gradient មិញយើងចង់ដាក់ពណ៌យើងចង់បាន2ពណ៌ឬក៏3ពណ៌យើងចូលទៅកន្លែងនេះមកនេះវាមាន load ចឹងឲ្យអញ្ចឹងអាស្រ័យលើយើងឯងយើងចង់បានពណ៌ស្រាលឬក៏យើងចង់បានពណ៌ដិតឧទាហរណ៍ថាយើងចង់បានពណ៌ខាងលើនេះយើងស្រាលអញ្ចឹងយើងចូលទៅក្នុងនេះតោះមកយើងចូលទៅដាក់ពណ៌ដោយខ្លួនឯងអូខេចូលទៅនេះទៅឬក៏យើងចង់ដាក់ពណ៌សអញ្ចឹងណាហើយទៅមកខាងក្រោមនេះយើងចង់ដាក់ពណ៌រៀងទឹកក្រូចឬក៏យើងចង់ដាក់ពណ៌អីផ្សេងអញ្ចឹងទៅចង់ដាក់ពណ៌ក្រហមអញ្ចឹងក៏បានដែរមួយទៀតបើសិនជាបងប្អូនចង់ដាក់ពណ៌នៅចំណុចកណ្ដាលនេះចង់ដាក់កណ្ដាលនេះវាភ្លឺផ្លាតចេញពណ៌អីចឹងយើងចូលទៅបង្កើតមួយទៀតយើងទាញមួយហ្នឹងណាយើងចាប់ទាញវាទៅវាលោតឲ្យនេះយើងសេរី font សេរីវាថាពណ៌ហ្នឹងឧទាហរណ៍ថាពណ៌នៅចំកន្លែងហ្នឹងខាងនេះពណ៌វារត់មកខាងនេះអញ្ចឹងណាយើងសេរីពណ៌អញ្ចឹងកន្លែងនេះដើម្បីទាញបានឲ្យចេញពណ៌ថ្មីមួយទៀតយើងប្រើតើមកយើងចុចទាញវាមកដើម្បីបានពណ៌ថ្មីមួយទៀតអូខេអញ្ចឹងកន្លែងនេះយើងចង់ដូរពណ៌ទៅជាពណ៌អីគេអញ្ចឹងយើងចង់បានវាទៅជាពណ៌ទឹកក្រូចអញ្ចឹងយើងចូលទៅពណ៌នេះមកឃើញវាលួចពណ៌ទឹកក្រូចឲ្យអូខេយើងចុចអូខេនេះមកតបមកពណ៌ចុងក្រួយពណ៌សនេះបើយើងចង់បានពណ៌ទឹកក្រូចកណ្ដាលហើយយើងចង់បានពណ៌ចុងក្រហមដែរអញ្ចឹងយកទៅផ្ដានពណ៌ចូលទៅផ្ដានពណ៌កន្លែងនេះដើម្បីបានពណ៌ដូចគ្នាអូខេកុំឲ្យបាក់អត់រកពណ៌អញ្ចឹងណាអញ្ចឹងវាចេញពណ៌បែបនេះទាំងអស់គ្នាអញ្ចឹងអានេះពាក់ព័ន្ធជាមួយនឹងការដែលយើងចាក់ gradient ហើយនៅក្នុងនេះយើងមានជ្រើសរើសច្រើនយើងចង់បានអញ្ចឹងក៏បានឬក៏យើងចង់ចូលទៅបែបសខ្មៅនេះក៏បានព្រោះអញ្ចឹងទេយើងទឹកក្រួយវិញត្រឡប់ទៅក្រួយវិញដើមមុខភាពរបស់យើងក៏បានដែរណាអញ្ចឹងយើងស្រេចយើងនៅក្នុងការចាក់យើងចង់បានប្រភេទបែបម៉េចអាហ្នឹងអាស្រ័យលើយើងឯងអញ្ចឹងយើងចង់ design បែបម៉េចអញ្ចឹងសម្រាប់ graphic design គឺត្រូវការយើងមានខួរក្បាលឆ្លាតវៃក៏ដូចជាមានភាពច្នៃប្រឌិតច្រើននៅក្នុងការបង្កើតអីដែលថ្មីអញ្ចឹងណាអញ្ចឹងហើយបានពួកយើងត្រូវតែរៀនសូត្រឲ្យបានច្រើនបន្ថែមទៀតហើយអានេះខ្ញុំ complete ណាយើងទាញយើងប្រើយើងចុច Alt តមកយើងទាញវាមកកណ្ដាលហើយបើយើងចង់បានពណ៌ផ្សេងពណ៌ឬចេញពណ៌លឿងពណ៌បែបផុសៗណាយើងចូលទៅក្នុងនេះទៅវាលោតឲ្យអូខេហើយបើសិនជាក្នុងករណីយើងអត់ចង់បានពណ៌ហ្នឹងទេឬក៏ចង់បានពណ៌ផ្សេងយើងជាអ្នកលេងម៉ូដដោយខ្លួនឯងចឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានការបង្ហាញសម្រាប់ចាក់ gradient មានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូបន្តទៀតពីខ្ញុំច្រកដាវីអរគុណច្រើនជំរាបលាទាំងអស់គ្នា